Hello សួស្តីអ្នកគ្នាវិលត្រឡប់មកវិញសម្រាប់វីដេអូថ្មីហើយនេះជាវីដេអូមួយដែលជាប់គ្នាជាមួយវីដេអូមុនហើយសង្ឃឹមថាអ្នកគ្នាបានមើលចប់រួចរាល់ហើយប្រកាសជាបានទទួលបាននៅពាក្យពេចន៍ជាច្រើនដែលអ្នកគ្នាធ្លាប់រៀនឬក៏ធ្លាប់រៀនហើយអាចយកទៅប្រើប្រាស់បន្ថែមទៀតនៅក្នុងចំណុចអស់ហ្នឹងអូខេឥឡូវកុំឲ្យខាតពេលច្រើនលោកsưទៅមេរៀនរបស់យើងបន្តសម្រាប់high pen animation ហ្នឹងអញ្ចឹងនេះគឺជាចំណុចរបស់យើងពេលលោកsưបាយឲ្យស្ដាប់ tab ឡើងវិញទៀតណាទាំងតបទៀតហ្មងតា但係古安睇點樣，安那得包點樣？餐後還有甜美的熱帶水果和各種病因。看到嗎？這個餐後呢，還有那面，甜美គឺផ្អែម熱帶水果ហ្នឹងសំដៅលើផ្លែឈើណាស៊ីរបស់យើងណាតំបន់ tropic ណាអញ្ចឹងវាហៅថា熱帶水果មានដូចជាម៉ាងហ្គា榴莲木瓜西瓜មកកណោណាចាំមើលវីដេអូក្រោយដូចជាមានពាក់ព័ន្ធជាមួយនឹងផ្លែឈើអញ្ចឹងសូមចាំមើលវាថែមទៀតទៅថាវាមិនខ្លះអូខេ各种病因ហ្នឹងមកពីពាក្យ in law ហ្នឹងបកមកថាភេសជ្ជៈអញ្ចឹងបើគេប្រើពាក្យថា各种病因ហ្នឹងមានថាភេសជ្ជៈផ្សេងភេសជ្ជៈចម្រុះខុសគ្នាទេអញ្ចឹងថាម៉េចក្រោយពេលទទួលទានអាហារហើយហ្នឹងគឺនៅមានផ្លែឈើឆ្ងាញ់និងភេសជ្ជៈផ្សេង对这个晚上餐厅还举办了对这个举办了ប្រារព្ធឬក៏ធ្វើ一个热闹នឹងបកថាអ៊ូអ热闹对អ៊ូអណាអ៊ូអ的手口派对គឺកម្មវិធី party ជប់លៀងអីហ្នឹងចឹងតែម៉េចមានថានៅពេលល្ងាចហ្នឹងភោជនីយដ្ឋានហ្នឹងនៅមានរៀបចំការញ៉ាំ barbecue ដ៏អ៊ូអមួយគេកម្មវិធីដ៏អ៊ូអមួយចឹងនេះគឺជាចំណុចមួយដែលគេប្រើប្រាស់នៅក្នុងប្រយោគទាំងអស់ណា就是餐后还有甜美的热带水果和各种病因晚上餐厅还举办了一个热闹的手烤派对ចឹងនេះគឺជាចំណុចមួយនៅក្នុងចំណុចបន្តទៀតអញ្ចឹងមានដូចជា5ពាក្យដែរអ្នកគ្នាឃើញណាទី1គឺពាក្យថា甜美ទី2热带水果ហ្នឹងផ្លែឈើនេះយើងហ្នឹងហើយទី3គឺពាក្យថា各种病因ហើយពីងហ្នឹងពីងតកហ្នឹងឯងអ៊ីនឡោពេលចាក់គ្រប់ភេទហ្នឹងឯងទេដល់ពាក្យជួយបានហ្នឹងគឺប្ររពឬក៏រៀបចំអីហ្នឹងទៅអញ្ចឹងក្នុងភាសាចិនអានថាជួយបានហើយមួយទៀតគឺប្រើពាក្យថាសោខគឺ barbecue អូខេឥឡូវមកមើលបន្តទៀតចំណុចចុងក្រោយខ្លីៗ大家一边聊天一边吃美食ដដែលណាអាហ្នឹង一边什么一边ហ្នឹងហើយគ្រប់គ្នាហ្នឹងគឺជាគ្នាបណ្ដើញ៉ាំអាហារបណ្ដើ气氛非常开心ហ្នឹងហើយ气氛ហ្នឹងមានថាបរិយាកាសគឺសប្បាយរីករាយអញ្ចឹងនៅក្នុងអត្ថបទនេះលោកsưមានតែប៉ុណ្្នឹងឯងនៅក្នុងចំណុចចុងក្រោយអញ្ចឹងធ្វើម៉េចអ្នកគ្នាត្រូវយកពាក្យឬក៏ប្រយោគដែលប្រើប្រាស់ហ្នឹងទៅសរសេរឬក៏យកវាទៅនិយាយនៅក្នុងលក្ខខណ្ឌប្រចាំថ្ងៃឬក៏ទូទៅបើសិនបើមានសំណួរសូមសួរគ្រូនៅក្នុង comment ហើយបើអត់មានហ្នឹងហើយចាំមើលវីដេអូក្រោយគឺវានឹង detail បន្តទៀតដែលយើងនឹងនិយាយពាក់ព័ន្ធជាមួយនឹងជាមពូថៃស្វ័យគួរអញ្ចឹងនេះគឺជាវីដេអូក្រោយអញ្ចឹងកុំភ្លេចមើលទាំងអស់គ្នាហើយកុំភ្លេចតាមដានថាតើជាមពូថៃស្វ័យគួរមានគេខ្លះអូខេកុំភ្លេច subscribe សម្រាប់អ្នកបន្ត subscribe មើលវីដេអូបន្តសម្រាប់មេរៀនភាសាចិនដ៏មានគុណភាពហើយអាចអ្នកគ្នាចេះភាសាចិនបានប៉ុន្តែកុំភ្លេចអនុវត្តគ្រូដៃបន្ថែមផងអូខេអរគុណច្រើនជួបគ្នានៅវីដេអូក្រោយចេះជិនតាចាស់បាយបាយ